ชมគុណខ្មែរបាទជាបន្តសូមស្វាគមន៍វត្តមានកីឡាករបង្គោលក្រហមឡើងមកលើសង្វៀនប្រដាល់មកដល់សង្វៀននឹកគុណគ្រូតាសូត្រមន្តគាថាពណ៌សីមាឈមអរគុណណាស់បាទលោកស្រីប្រិមិត្តទូរទស្សនិកជនជាទីមេត្រីឥឡូវនេះសមាជិកកីឡាករទាំងពីរបានមកដល់លើសង្វៀនហើយជាបន្តទៀតយើងខ្ញុំសូមការអនុញ្ញាតជម្រាបជូនណែនាំជូនអំពីប្រវត្តិរូបសង្ខេបជូនទៅកាន់លោកស្រីប្រិមិត្តទូរទស្សនិកជនឲ្យបានស្គាល់ប្រកបដូចតទៅកីឡាករបង្គោលក្រហមទម្ងន់60គីឡូក្រាមអាយុ17ឆ្នាំកម្ពស់1.71 ម៉ែត្របទពិសោធន៍ប្រកួតលើសង្វៀនប្រកួតបាន11ដងឈ្នះ9ដងចាញ់2ដងមិនដែលស្មើក្លាប់ផ្ដួលគូប្រកួតឲ្យបោះបង់សន្លប់3ដងប្រកួតចុងក្រោយឈ្នះដោយពិន្ទុស្រុកកំណើតរបស់គេនៅភូមិប្រហូតសង្កាត់អូអំបិលក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យបន្តិចទៀតគេនឹងថ្វាយបង្គំគ្រូតាមរបៀបនាគប្រឡែងកែវគេមកពីក្លឹបរស្មីភូមិគៀបនៃសមាគមរស្មីភូមិគៀបខេត្តបន្ទាយមានជ័យនៃសមាគមកីឡាកងយុទ្ធពលខេមរៈភូមិមិនលោកគ្រូបង្ហាត់លោកហេងប៊ុនឃីមលោកស្រីនាងកញ្ញាសូមស្វាគមន៍និងសូមណែនាំឲ្យស្គាល់អ្នកប្រយុទ្ធគុណខ្មែរវ័យក្មេងកីឡាករបង្គោលក្រហមឆាតសុវណ្ណហានូបាទសូមអរគុណបាទចំណែកឯកីឡាករបង្គោល Q&A វិញមានទម្ងន់60គីឡូក្រាមអាយុ15ឆ្នាំកម្ពស់1.70 ម៉ែត្រប្រកួតបានចំនួន11ដងឈ្នះ6ចាញ់3និងស្មើ2ដងធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់និងបោះបង់នៅលើសង្វៀនចំនួន2ដងប្រកួតចុងក្រោយនោះគឺស្មើកីឡាករបង្គោលខៀវមានស្រុកកំណើតនៅភូមិព្រៃចដៅឃុំពីមឯកស្រុកឯកភ្នំខេត្តបាត់ដំបងបន្តិចទៀតកីឡាករបង្គោលខៀវនឹងថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូកីឡាករបង្គោលខៀវមកពីក្លឹបរាហ៊ូកីឡាសមាគមកីឡាកងយុទ្ធពលខេមរៈភូមិមិនលោកគ្រូបង្វឹកនោះគឺលោកគ្រូឈុតសេរីលោកស្រីនៅនេះកញ្ញាសូមស្វាគមន៍កីឡាករបង្គោលខៀវឡង់ផារីងអរគុណណាបាទលោកស្រីប្រិមិត្តទូរទស្សនិកជនជាទីមេត្រីលោកអញ្ញាកណ្ដាលដឹកនាំការប្រកួតសម្រាប់គូពិសេសទី6តម្រូវទៅលើលោកទីងសុកបាទក្នុងរាត្រីនេះទីកម្មវិធីយើងឈានចូលដល់គូពិសេសទី6ហើយរវាងកីឡាករឆាតសុវណ្ណហនុបង្គោលក្រហមបង្គោលខៀវគឺឡង់ផារៀងឃើញថាបទពិសោធន៍ប្រកួតរបស់កីឡាករទាំងពីរស្មើគ្នាល្អណាស់បាទ11ដងដូចគ្នាតែម្ដងតែគ្រាន់តែថាភាគរយឈ្នះឆាតសុវណ្ណហនុគាត់អាចធ្វើបានដល់ទៅ9ដងដោយឡង់ផារៀងទើបតែបាន6ទេគេហៅថាភាគរយឈ្នះណាលោកសារ៉ាត់បាទតែចាំមើលរាត្រីនេះលទ្ធផលយ៉ាងម៉េចទៅវិញឃើញថាកីឡាករទាំងពីរខ្ពស់បាទ1.70 ម៉ែត្រនិង1.71 ម៉ែត្រខុសគ្នាតែ1 សង់ទីម៉ែត្រទេបាទគីឡូក៏ប្រភេទគីឡូល្អគីឡូ6បាទអនាគតបើសិនពួកគាត់នៅតែបន្តគេហៅថាជាកីឡាករអាចនឹងឈានចូលដល់ការប្រកួតខ្នាតអន្តរជាតិហើយសិនតែគីឡូលំដាប់ហើយបាទព្រោះឥឡូវអាយុទៅតែ10ឆ្នាំជាងបាទកម្ពស់1.60 ម៉ែត្រមកសំទោសកម្ពស់1.70 ម៉ែត្រជាងហើយបាទជាមើលទៅបាទកម្ពស់នឹងរូបរាងសុទ្ធសឹងតែគេហៅថាសំសួនជាអ្នកកីឡាលំដាប់គេហៅថាលំដាប់ជួរមុខហើយបើសិនជាបងអូនប្រឹងវឹកហាត់បន្ថែមបាទមានបទពិសោធន៍ច្រើនជាងនេះទៀតណាបាទដោយឡែកបាទកីឡាករទាំងពីរបាទគឺស្ថិតនៅក្នុងប្រភេទ60កីឡាករបង្គោលក្រហមនោះគឺសុវណ្ណហនុគឺគាត់មកពីខាងបន្ទាយមានជ័យឯណោះ
បាទគឺគាត់ជាកូនសិស្សរបស់លោកគ្រូប៊ុនឃីមបាទប្រវត្តិប្រកួតរបស់គាត់នោះគឺល្អបាន11ដងឈ្នះ9ចាញ់តែ2ទេមិនដែលស្មើហើយធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់នៅលើសង្វៀននោះ3ដងដែរបាទគឺគាត់អ្នកគេហៅថាអូអំបិលសេរីសុផាន់មន្ទីរមានជ័យទេឯផារៀងការប្រកួតរបស់គាត់គឺស្មើគ្នា11ដងដូចគ្នាបាទឈ្នះ6ចាញ់3និងស្មើ2បាទការប្រកួតលើសង្វៀនហ្នឹងផ្ដួលគូប្រកួតឲ្យសន្លប់ដងផងដែរហើយគាត់មកពីខាងពីមឯកស្រុកឯកភ្នំបាត់ដំបងបាទគឺកូនសិស្សរបស់លោកគ្រូបាទឈុតសេរីបាទប្រមិតឡំនៅតាលោកយាយបាទកីឡាករទាំងពីរបានថ្វាយបង្គំគ្រូជាប់សពគ្រប់ឥឡូវកំពុងស្ដាប់ការបញ្ជាក់បន្ថែមអំពីលក្ខន្តិកៈពីកញ្ញាកណ្ដាលតេងសុកហើយការប្រកួត3ទឹកក្នុង1ទឹក3នាទីសម្រាប់2នាទីបាទឃើញថាថ្ងៃនេះកូនសិស្សជួបកូនសិស្សលោកគ្រូនិងលោកគ្រូនៅជិតគ្នាបាទចាំមើលផ្ដល់យុទ្ធសាស្ត្រយ៉ាងណាបំបីក្បួនបាទបំបីក្បាច់គុណឥឡូវគ្រប់ជើញបងប្អូននៅទីនេះនឹងនៅតាមគេហដ្ឋានបន្តតាមដានទស្សនាគូពិសេសទី6ក្នុងរាត្រីនេះជាមួយនឹងយើងខ្ញុំទាំងអស់គ្នាបាទចៅក្រមត្រៀមប្រុងប្រៀបប្រកួតគូពិសេសទី6ទឹកទី1 វីអាក់ទីវថ្នាលគុណខ្មែរបាត់ដំបងគូពិសេសទី6ទឹកទី1ថ្នាលគុណភាពផ្ដើមពីវីអាក់ទីវជួយឲ្យថ្នាលខ្លាំងគុណខ្មែរខ្លាំងលោកស្រីអមបងប្អូនគូពិសេសទី6នេះគីឡូ60តែឃើញថាខ្ពស់ល្អណាស់ទាំងឆាតសវណ្ណហនុនិងឡង់ប៉ារៀងឥឡូវលោកអនសំទោសលោកអញ្ញាកណ្ដាលលោកអន្តរាគមនិយាយបំបីសិនគឺលោកអញ្ញាកណ្ដាលគឺលោកគ្រូតេងសុកបាទគាត់បន្តទៀតអូយចាប់អោបចាក់ជង្គង់មួយអន្តរាគមបំបីសិនដោយសារគ្រាន់តែអោបក្រៀកធ្វើអីគ្នាអត់កើតទេបាទប្រកួតបន្តទៀតដើរចូលមួយអូយបោះជង្គង់ឆ្វេងមួយពីឆាតសវណ្ណហនុបង្គោលក្រហមបាទឃើញថាការប្រកួតនេះទឹកទី1ឃើញថាមិនដកស្រង់បច្ចេកទេសប្រាប់កីឡាករទាំងពីរបាទលោកគ្រូអញ្ញាកណ្ដាលបំបែកបាទលោកគ្រូប្រាប់ថាឲ្យព្យាយាមបាទកុំបែកខ្នងអាចនឹងគ្រោះថ្នាក់បាទចាប់អោបសាជាថ្មីចាប់កាច់ឲ្យឡង់ប៉ារៀងដួលគេថាកម្លាំងពេញធាក់មួយពីឆាតសវណ្ណហនុបាទកណ្ដាប់ដៃរង្វង់ព្រះច័ន្ទមកដៃអមមិញពីឡង់ប៉ារៀងតត់ស្ដាំតត់ឆ្វេងសំទោសស្ដាំទាំងពីរមួយដៃឆ្វេងចាំត្រង់កណ្ដាប់ដៃរង្វង់ព្រះច័ន្ទពីឡង់ប៉ារៀងល្អមែនទែនមួយដៃបោះជង្គង់មួយទៀតពីឆាតសវណ្ណហនុចូលបន្តចាក់ជង្គង់មួយអូយរុញឲ្យដួលតែម្ដងសម្រាប់ឡង់ប៉ារៀងប្រកួតបន្តទៀតមួយជើងឆ្វេងសូតាផ្លាច់តត់ស្ដាំតត់ឆ្វេងធាក់ទល់មួយធាក់ទល់ពីរមួយដៃស្ដាំចាប់អោបចាប់ចាក់ជង្គង់មួយលោកអញ្ញាកណ្ដាលលោកណាំកីឡាករទាំងពីរទៅកណ្ដាលសង្វៀនសិនទឹកទី1ទេសម្រាប់កីឡាករទាំងពីរមួយដៃបោះជង្គង់មួយទៀតរបស់ឆាតសវណ្ណហនុបង្គោលក្រហមដើរចូលមួយតត់ម្នាក់មកជើងបាទអត់បញ្ហាទេគ្រាន់តែការតត់ទៅក៏ដាច់ចន្ទុលមួយតត់ស្ដាំសងមួយដៃថែមមកជើងទៀតក៏ជាប់លើខ្សែរិញដើរចូលបន្តចាប់ជើងតត់ឆ្វេងរបស់ឆាតសវណ្ណហនុទៅលើឡង់ប៉ារៀងដើរចូលបន្តទៀតបង្គោលក្រហមធាក់មួយចូលចាប់ចាក់ជង្គង់មួយបំបីសិនមួយអត់តាន់បង្ខំខ្លាំងទេកណ្ដាប់ដៃរង្វង់ព្រះច័ន្ទតត់ឆ្វេងមួយឆ្វេងតត់សមកវិញតត់ស្ដាំមកជើងរបស់ឡង់ប៉ារៀងហនុដើរចូលទៀតបាទចប់ទឹកទី1រងចាំទស្សទឹកទី1រវាងកីឡាករបង្គោលក្រហមឆាតសវណ្ណហនុនិងកីឡាករបាទឡង់ប៉ារៀងបាទត្រង់ចំណុចនេះបាទចូលមួយដៃបាទមួយដៃស្ដាំបាទពីសំណាក់កីឡាករបាទប៉ារៀង
បាទចាប់បោកបាទពីសំណាក់កីឡាករបង្គោលក្រហមបាទហនុបាទខៅស្ដាំទាត់មកជើងឆ្វេងតែបាទផារៀងថាអត់បញ្ហាបាទចាប់បោកអូយរោថែមក៏ប៉ុន្តែបាទទុកចិត្តតាន់បាទត្រង់ចំណុចនេះជង្គង់ឆ្វេងបោះចូលពេញបាទដើរចូលមួយជើងស្ដាំបាទពីផារៀងបាទអរគុណអ្នកឲ្យទឹកចេញក្រៅគូពិសេសទី6ទឹកទី2វីអាក់ទីវថ្នាលគុណខ្មែរបាត់ដំបងគូពិសេសទី6ទឹកទី2បាទរវាងកីឡាករបាទហានុជាមួយនឹងបាទផារៀងដើរចូលពីហានុបាទជ្រុំជើងស្អែកដើរចូលធាក់មួយជើងឆ្វេងមួយជើងស្ដាំជង្គង់ស្ដាំសងបាទពីផារៀងជង្គង់ស្ដាំមួយទៀតជង្គង់ស្ដាំសងវិញពីហានុជង្គង់ស្ដាំបាទពីរជង្គង់ចាប់កាច់បោកត្រង់ចំណុចនេះយ៉ាងម៉េចល្អិលជើងដួលចង្វាក់នៃការប្រកួតរបស់កីឡាករទាំងពីរមួយក៏ប៉ុន្តែបាទធ្ងន់ណាប្រភេទគីឡូ60បាទត្រង់ចំណុចនេះចាប់ជង្គង់ស្ដាំបាទពីហានុជង្គង់ស្ដាំមួយទៀតតេះបាទពីក្រោយបាទលោកគ្រូអញ្ញាកណ្ដាលទាញមកចំបាទកណ្ដាលសង្វៀនធាក់មួយជើងឆ្វេងពីហានុបាទមួយជើងស្ដាំសងវិញមួយជើងឆ្វេងសងវិញពីហានុបងដែរត្រង់ចំណុចនេះមួយជើងឆ្វេងចូលឃុំមួយជើងស្ដាំសងវិញមួយដៃស្ដាំតែកិច្ចផុតមួយកែងតែបាទត្រង់ចំណុចនេះអោនផុតបាទអូយបាទដើរចូលពីអានុបាទលើកជើងបាទធាក់មួយជើងឆ្វេងដើរចូលអូយបាទបត់កែងបាទតែបាទมันបានល្អពីសំណាក់កីឡាករបាទផារៀងបង្គោលខៀវបាទដើរចូលបាទអូបក់ដៃឲ្យចូលកុំថយបាទចូលចាប់ជង្គង់ស្ដាំបាទពីរបាទអនុដួលទាំងពីរបាទឆាត់សវណ្ណអនុនិងបាទឡំផារៀងគូទី6របស់យើងមួយជើងស្ដាំបាទពីបាទផារៀងសងឆ្វេងវិញពីអនុត្រង់ចំណុចនេះអូហូយបាទមួយបាទខើមួយកាត់ជង្គង់បាទចូលមួយជើងស្ដាំចូលពេញកលៀតក្អមសងមកវិញពីសំណាក់ផារៀងចាប់ត្រង់ចំណុចនេះយ៉ាងម៉េចបាទលោកគ្រូអញ្ញាកណ្ដាលបំបែកបាទដើរចូលពីហានុបាទលើកចូលមួយជើងស្ដាំចូលពេញកលៀតក្អមតែម្ដងបាទចាប់ត្រង់ចំណុចនេះចាប់ជង្គង់ឆ្វេងមកទៀតបាទត្រង់ចំណុចនេះរុញផ្អឹបនឹងសង្វៀនលោកគ្រូអញ្ញាកណ្ដាលបំបែកដើរចូលលើកជើងទប់ខៅមួយដៃឆ្វេងអូមួយដៃឆ្វេងសងវិញពីបាទហានុមួយដៃស្ដាំទៅពីផារៀងចាប់ពីក្រោយយ៉ាងម៉េចលើកតែលោកអញ្ញាកណ្ដាលបាទអត់ឲ្យលើកទេបាទទប់ជាប់បាទបង្គោលសយ៉ាងម៉េចហើយបាទដូចជារបូតកចាប់ឬក៏យ៉ាងណាបាទពីសំណាក់កីឡាករបង្គោលខៀវបាទឡំផារៀងចប់ទឹកទី2ល្មមថ្នាលគុណខ្មែរបាត់ដំបងតែឥឡូវសូមទស្សនារូបភាពយឺតការពីទឹក2រវាងឡង់ផារៀងនិងឆាតសវណ្ណហានុកែងមួយចាប់អោបតត់ឆ្វេងមកជើងមួយដៃស្ដាំមួយជើងស្ដាំទៀតមួយពីរចាប់រុញចូលបន្តទៀតកែងបុកកន្លែងនេះពីឆាតសវណ្ណហានុត្រង់កន្លែងនេះចលោកកែងបាទមួយចូលកណ្ដាប់ដៃเป็นថាចេញមកធ្ងន់កណ្ដាប់ដៃរវងប្រចាំមួយពីត្រង់កន្លែងនេះវិញតត់ស្ដាំមួយដៃម្នាក់ទៀតអូគេថាចូលធ្ងន់ពេញល្អបាទហើយក៏ចំកន្លែងពិសេសបន្តិចមុននេះបាទអ្នកឲ្យទឹកចេញក្រៅគូពិសេសទី6ទឹកទី3ដែលជាទឹកដាច់ប្រត់វីអាក់ទីវថ្នាលគុណខ្មែរបាត់ដំបងគូពិសេសទី6ទឹកទី3ដែលជាទឹកដាច់ប្រត់អូបាទសុំអោបមួយមិត្តភាពបាទចូលបាទពីសំណាក់ហានុទាត់មកជើងឆ្វេងពីហានុបាទខាវឆ្វេងពីផារៀងសងមកវិញផងដែរ
បាទមួយអូយហក់វាយមកដៃស្ដាំតែមិនត្រូវសងឆ្វេងវិញពីសំណាក់កីឡាករក្រហមបាទហានុខៅមកដៃឆ្វេងពីផារៀងញាក់មួយដើរចូលពីហានុបាទអូយមកជើងស្ដាំចូលពេញពោះទឹកតែម្ដងបាទអូយបាទរវៃកែងបាទតែបាទមិនត្រូវទេមិញក្បាច់មិញបើសិនជាផ្្លាត់ស្នៀតអីបាទគឺធ្ងន់ណាបាទជួយមកជើងចូលពេញកលៀតក្អមតែម្ដងបាទអូយវាយមកដៃនេះអោនផុតបាទបាទត្រង់ចំណុចនេះយ៉ាងម៉េចបែកជើងឲ្យដួលតែមិនដួលលោកគ្រូអាញាកដាលបំបែកបាទមួយជើងស្ដាំពីហានូខៅឆ្វេងសងវិញពីបាទផារៀងចូលធាក់មួយជើងឆ្វេងបាទពីសំណាក់កីឡាករបាទហានូមួយជើងស្ដាំសងវិញមួយជើងឆ្វេងសងវិញបាទពីហានុហក់ទៅបង្គោលខៀវឆ្មាត់ស្ដាំចូលពេញតែម្ដងត្រង់ចំណុចនេះបាទក្តៅម៉ាស៊ីនឲ្យអូយកែងបាទយ៉ាងម៉េចលោកគ្រូអាញាកដាលបំបែកដើរចូលពីបាទសវណ្ណហានុបាទកូនសិស្សរបស់លោកគ្រូប៊ុនឃីមអូយបាទចង្គង់កាត់ខ្លីតែបាទចូលឃុំធាក់មកជើងឆ្វេងទាត់មកជើងឆ្វេងពីហានុទាត់មកជើងស្ដាំសងវិញបាទពីផារៀងទាត់មកជើងស្ដាំពីផារៀងទាត់មកជើងឆ្វេងសងវិញពីហានុឆ្វេងស្ដាំចូលចាប់អោបត្រង់ចំណុចនេះលោកគ្រូអាញាកណ្ដាលបំបែកបាទមួយតែធ្ងន់គីឡូ60ដើរចូលហានុបាទអូយហក់ពុះបាទមួយជើងស្ដាំសងវិញជង្គង់ឆ្វេងមួយពីហានុជង្គង់ស្ដាំសងវិញតេះបាទពីផារៀងបាទដើរចូលពីផារៀងអូយបាទធាក់ទប់ល្អមែនទែនបាទដើរចូលបាទយ៉ាងម៉េចហើយបាទធាក់មកជើងឆ្វេងបាទស្កាត់មួយដៃប៉ុន្តែជាប់ទឹកទី3ល្មមសម្រាប់គូទាំងពីរបាទសូមគោរពជូនឥឡូវរូបភាពយឺតរបស់យើងបានមកដល់បាទពីសំណាក់កីឡាករបង្គោលខៀវហក់ម៉ាត់មួយដៃតែបាទកិច្ចផុតពីសំណាក់កីឡាករបង្គោលក្រហមត្រង់ចំណុចនេះខៅមួយដៃឆ្វេងបាទអូយបាទគេហៅថារវៃមួយកែងតែមិនត្រូវត្រង់ចំណុចនេះចូលពេញបាទកលៀតក្អមចាប់ជើងបានម៉ាត់មួយដៃបាទតែកិច្ចផុតបាទអោនផុតបាទត្រង់ចំណុចនេះសងវិញចូលមកដៃស្ដាំពេញបឹបតែម្ដងបាទចូលចាប់បាទចំណែកកន្លែងនេះវិញមកជើងឆ្វេងចូលឃុំបាទអរគុណបាទឥឡូវរងចាំការប្រកាសលទ្ធផលខៀវឬក្រហមមកបងប្អូនក្រហមឬខៀវអាយ៉ាបាក់ផាយគ្នាបាទបង្គោលក្រហមឈ្នះបង្គោលខៀវដោយប៉ិនទូអបអសាទរបង្គោលក្រហមកីឡាករឆាត់សុវណ្ណហានុឈ្នះដោយពិន្ទុទៅលើ